អាស៊ីផ្សេងទៀតក៏អត់សូវសម្បូរដែរសូម្បីតែហាងលក់គ្រឿងទេសសម្រាប់ជនជាតិខ្មែរឬក៏ជនជាតិអាស៊ីផ្សេងទៀតក៏មិនសម្បូរបែបដែរដូច្នេះបើចង់ធ្វើម្ហូបខ្មែរយើងគឺត្រូវចំណាយច្រើនហើយពេលខ្លះគឺអត់មានគ្រប់គ្រឿងនិងបន្លែដែលយើងចង់ធ្វើថ្ងៃនេះយើងបានកម្មង់សាច់មាន់អាំងជាមួយនឹងបាយហឹរពណ៌លឿង spicy rice ហើយនឹង burger សាច់មាន់ហើយនឹងដំឡូងបារាំងបំពងបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយយើងក៏ចូលមកហាងលក់សៀវភៅបន្តិចអ្វីដែលធ្វើឲ្យខ្ញុំចូលចិត្តនៅទីក្រុងនេះបំផុតគឺសម្បូរទៅដោយដើមឈើហើយនិងអគារបុរាណស្អាតៗជាច្រើន